ជំរាបសួរខ្ញុំបាទឈ្មោះគួយសៃអូជាប្រធានផ្នែកសេវាកម្មនៃក្រុមហ៊ុន GYear Service Center ប្រសិនបើអតិថិជនមិនបានលាងសម្អាតម៉ាស៊ីនបោកគក់ឲ្យបានត្រឹមត្រូវនិងមិនទៀងទាត់តាមពេលវេលាយើងនឹងជួបបញ្ហាដូចជាទី1មានក្លិនមិនល្អទី2បោកគក់មិនស្អាតទី3មានមេរោគទី4មានសំឡេងខ្លាំងពេលបោកគក់និងទី5ធ្វើឲ្យម៉ាស៊ីនឆាប់ខូចដោយផ្អែកតាមស្តង់ដារបច្ចេកទេសយើងខ្ញុំសូមណែនាំរយៈពេលដែលគួរលាងសម្អាតម៉ាស៊ីនបោកគក់តាមប្រភេទនីមួយៗសម្រាប់ម៉ាស៊ីនបោកគក់តាមគេហដ្ឋានការលាងសម្អាតម៉ាស៊ីនបោកគក់1ទៅ2ដងក្នុងមួយឆ្នាំសម្រាប់ហាងបោកអ៊ុតតូចៗផ្ទះសំណាក់ការលាងសម្អាតម៉ាស៊ីនបោកគក់ពី2ទៅ3ដងក្នុងមួយឆ្នាំសម្រាប់ឧស្សាហកម្មសន្តាគារមន្ទីរពេទ្យការលាងសម្អាតម៉ាស៊ីនបោកគក់ពី4ទៅ6ដងក្នុងមួយឆ្នាំឥឡូវនេះយើងមានប្រូម៉ូសិនពិសេសផ្ដល់ជូនការបញ្ចុះតម្លៃរួមមានការបញ្ចុះតម្លៃ 30% សម្រាប់ការលាងសម្អាតមួយផលិតផលនិងការបញ្ចុះតម្លៃ 50% សម្រាប់ការលាងសម្អាតចាប់ពី2ផលិតផលឡើងទៅប្រូម៉ូសិននេះចាប់ផ្ដើមពីថ្ងៃទី1រហូតដល់ថ្ងៃទី31ខែតុលាឆ្នាំ2025នៅគ្រប់សាខា GYear Service Center ទូទាំងប្រទេសចំពោះបងប្អូនដែលមានចំណាប់អារម្មណ៍អាចទំនាក់ទំនងតាមលេខទូរស័ព្ទដែលមាននៅក្នុងវីដេអូនេះសូមអរគុណ